សូមគោរពជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងសាច់រឿងកំពូលនៃសិល្បៈក្បាច់គុនសាច់រឿងនៃភាគទី120ក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងកញ្ញាឈិនដែលស៊ូប្រធានក៏បានហៅថាគឺជាកញ្ញាបៃតងខ្ចីដោយពេលនោះក៏បានស៊ូទៅកាន់នាងថាតើអូនគឺបានត្រៀមចូលទៅក្នុងសាលាបណ្ឌិតសភាពការភ្លើងដើម្បីធ្វើការវឹកហាត់និងព្យាយាមរៀនបន្ថែមទៀតមែនទេនាងក៏បាននិយាយថាត្រឹមត្រូវហើយតើបងស៊ូគឺអាចទៅជាមួយនឹងខ្ញុំដែរឬក៏អត់ដើម្បីទៅធ្វើការហាត់រៀនទីនោះជាមួយនឹងគ្នាស៊ូធានក៏បាននិយាយថាជាចៃដន្យខ្ញុំគឺត្រូវទៅទីក្រុងភ្លើងភាគខាងជើងនៅពេលបន្តិចនេះដូច្នេះហើយពិតជាមិនបានចូលរួមទៅនោះទេធ្វើឲ្យពេលនោះនាងក៏បានគិតនៅក្នុងចិត្តថាការបែកពីស៊ូប្រធានលើកនេះមិនដឹងថាប៉ុន្មានខែប៉ុន្មានឆ្នាំទៅជួបគ្នាម្ដងទៀតឡើយក៏បានអូសដៃស៊ូប្រធានដោយនាងគឺមានរបស់ឲ្យស៊ូប្រធានគឺបានមើលចឹងណាពេលនោះផងដែរស៊ូប្រធានគាត់គឺមិនចង់ទៅទេប៉ុន្តែកូនស្រីគេអូសដៃមកដល់ផ្ទះបាត់ទៅហើយខណៈពេលនោះផងដែរស៊ូប្រធានក៏បានមើលថាទីតាំងកន្លែងនេះគឺជាទីតាំងកន្លែងស្នាក់នៅរបស់នាងដែលគឺជាដំណាក់លីងជូដ៏ធំល្វឹងល្វើយមួយនេះស៊ូប្រធានគាត់ក៏បានសម្លឹងមើលបន្តិចផងដែរនាងគឺបានប្រាប់ទៅកាន់ស៊ូប្រធានថាការដែលនាងគឺនាំស៊ូប្រធានមកទីនេះគឺដើម្បីឲ្យស៊ូប្រធានគឺភ្លក់មើលនៅស្រាឱសថដ៏អស្ចារ្យដែលនាងគឺបានរៀបចំជាពិសេសទុកជូនស៊ូប្រធាននៅពេលដែលបានជួបស៊ូប្រធានម្ដងទៀតធ្វើឲ្យពេលនេះផងដែរក៏បានជួបជាមួយនឹងអ្នកប្រុសហើយក៏ប្រគល់ឲ្យតែម្ដងទៅសូមកុំប្រកែកជាមួយនឹងនាងអីស៊ូប្រធានក៏បានអនគោរពដោយទទួលយកតែម្ដងទៅគាត់គឺគិតនៅក្នុងចិត្តថាស្រាឱសថមួយនេះវាគឺពិតជាមានតម្លៃខ្លាំងមែនទែនត្រូវបានផ្សំឡើងពីយិនសិន1000ឆ្នាំប្រកបជានឹងអាចជួយជាបាលទៅដល់កញ្ញាម្យ៉ាងកាន់តែជាសះស្បើជាមិនខានគាត់ក៏បានចូលមកហើយក៏បានឃើញជាមួយនឹងគ្រឿងក្លែមដែលគឺជាផ្លូវមន់ផ្លូវទានឹងដ៏ធំរងវើយដែលពេលនោះផងដែរនាងក៏បានចាក់នៅស្រាមួយនោះឲ្យស៊ូប្រធានដើម្បីធ្វើការផឹកនាងទាំងពីរក៏បានដាក់មួយពេងម្នាក់ស៊ូប្រធានគាត់ក៏បានសាយភាយនៅចំាយតាមពលគាត់ក៏បានដឹងផងដែរថាកម្លាំងនៃស្រាមួយនេះគឺពិតជាខ្លាំងវាគឺពិតជាអស្ចារ្យធ្វើឲ្យនាងគឺបានញញឹមរួចក៏បាននិយាយនៅក្នុងឲ្យតែអ្នកប្រុសគឺអាចពិសាបាននោះគាត់គឺមិនរុញរាក្នុងការធ្វើទុកឲ្យនៅឡើយបន្ទាប់មកអ្នកទាំងពីរក៏បានដាក់មួយពេងទៀតរួចមកក៏ចាប់ដើមធ្វើការលើកមួយពេងទៀតហើយពេងទី3នេះគឺបានសម្លឹងមើលទៅកាន់លោកខែហើយដូចជាស្រវឹងតិចៗហ្នឹងណាលោកពេលអាត្រៀតយប់ឡើងមិនដឹងជាអស់ប៉ុន្មានពេងទេកញ្ញាឈិននាងគឺស្រវឹងឡើងក្រហមមុខទុំតែម្ដងរួចក៏បាននិយាយមើលមុខទៅកាន់ស៊ូប្រធានដោយបានប្រាប់ទៅកាន់ស៊ូប្រធានផងដែរថាវាជាការប្រសើរណាស់បើសិនជាបងស៊ូនឹងគឺមិនមែនជាគូដណ្ដឹងជាមួយនឹងកញ្ញារ៉ានស៊ីដូចជាពាក្យជាចាំរាមបាននិយាយពិតមែននោះនាងនឹងសុំស្រឡាញ់ទៅកាន់ស៊ូប្រធាននឹងនៅជិតស្និទ្ធឲ្យមានការបើកចំហតែម្ដងប៉ុន្តែពេលនោះស៊ូប្រធានក៏បានទៅទ្រនាងដោយបាននិយាយថានាងគឺពិតជាស្រវឹងហើយនាងក៏បានគេដៃស៊ូប្រធានចេញរួចក៏បាននិយាយថានាងគឺមិនបានស្រវឹងនោះទេក៏បានសារភាពស្នេហ៍ទៅកាន់ស៊ូប្រធានមុខក្រហមទុំដោយបាននិយាយថាអូនគឺស្រឡាញ់បងស៊ូពេលនោះផងដែរនាងគឺសារភាពហើយក៏បានសន្លប់ទៅកាន់ស្មារបស់ស៊ូប្រធានទៀតហើយដេកកាយទៅកាន់ដើមទ្រូងរបស់ស៊ូប្រធានដែលគឺជាការកំសត់មួយទៀតហើយស៊ូប្រធានដែលឃើញបែបនេះទ្រាំមិនបានទេគឺបានលើកនាង3ឡើងទៅលើក្រេតែម្ដងកុំច្រឡំអីផ្ដេសផ្ដាសណាប្រិយមិត្តគឺដាក់នាងឲ្យដេកធម្មតានោះទេរួចក៏បានដកដង្ហើមដោយមានការតាំងទ្រូងជាខ្លាំងកវីក្បាលដើរចាក់ចែងតែម្ដងដោយតាមមើលទៅទឹកមុខរបស់ស៊ូប្រធាននឹងគាត់គឺគិតនៅក្នុងចិត្តថាមិនគូណាអ្នកនិពន្ធឲ្យគាត់គឺស្មោះស្នេហ៍ដល់ថ្នាក់នេះនោះទេក៏សែតខ្លាំងមែនទែនគឺបានចាក់ស្រាមួយពេងអង្គុយផឹកតែម្នាក់ឯងជាមួយនឹងស្រាឱសថពាន់ឆ្នាំមួយនេះវាគឺពិតជាមានតម្លៃហើយនឹងមានអានុភាពខ្លាំងណាស់ផងដែរគាត់មិនត្រឹមតែផឹកទេគឺលួចខ្ចប់យកមកទុកនៅនឹងខ្លួនទៀតផងបន្ទាប់ពីគាត់គឺស្រវឹងដេកលក់អស់រយៈពេលមួយយប់ទៅហើយយើងឃើញថាព្រឹកឡើងនេះកញ្ញាឈិននាងក៏ចាប់ផ្ដើមមានការភ្ញាក់ដឹងខ្លួនផងដែរបន្ទាប់មកក៏បានបើកផ្នែកសម្លឹងមើលទៅលើថ្ងៃរះដោយបានគឺរលេចទៅកាន់ស៊ូប្រធានថាហេតុអ្វីក៏លោកគឺនៅដេកទីតាំងកន្លែងនេះបន្ទាប់មកនាងគឺបានភ្ញាក់ផ្អើលក៏ដូចជាដើរទៅកាន់ស៊ូប្រធានតែម្ដងពេលនោះស៊ូប្រធានគឺនៅតែដេកលក់ស្ងប់ស្ងាត់ដោយមានភាពធម្មតាដោយគាត់នឹងគឺស្រវឹងដាក់ជ្រុលពេកយប់មិញនេះខណៈពេលនោះផងដែរនាងក៏បានដើរទៅមើលមុខទៅកាន់ស៊ូប្រធានបំរុងនឹងរោគថាប៉ុន្តែនាងគឺពិតជាអឹមអៀនខ្លាំងមែនទែនបន្ទាប់ពីគិតអស់រយៈពេលជាង2ភ្លេតក៏បានសម្រេចចិត្តថាថើបតែម្ដងទៅក្រោយពីថើបមកស៊ូប្រធានគឺបានភ្ញាក់ដឹងខ្លួននាងគឺពិតជាអៀនខ្លាំងណាស់ស៊ូប្រធានគឺបានភ្ញាក់ឡើងរួចក៏បានក្រវីក្បាលគាត់ក៏បានគិតនៅក្នុងចិត្តថាតាមពិតទៅគាត់គឺដេកនៅទីតាំងកន្លែងនេះពេញមួយយប់រួចក៏បានងាកទៅឃើញក៏បានសួរថាអូនបាយតងខ្ចីអូនភ្ញាក់ហើយមែនទេហើយភ្ញាក់តាំងពីពេលណាទៅនាងក៏បាននិយាយថាភ្ញាក់មុននេះបន្តិចបន្ទាប់មកគាត់ក៏បានប្រាប់ថាគាត់ក៏មានរបស់ចង់ឲ្យនាងតែនោះផងដែរគឺជាក្លុយសំណប់ចិត្តរបស់នាងគឺពិតជាស្រឡាញ់វាខ្លាំងមែនទែនប៉ុន្តែមិនមែនក្លុយរស័យបាយតងទេគឺជាក្លុយកញ្ចក់បាយតងធ្វើនាងគឺពិតជាពេញចិត្តក៏បានសួរទៅកាន់ស៊ូធានថាហេតុអ្វីក៏អ្នកប្រុសគឺចិត្តល្អចំពោះនាងបែបនេះស៊ូធានគឺរកប្រាប់ទៅកាន់នាងផងដែរថាតែនិយាយបានតែពាក្យកណ្ដាលនោះទេដោយប្រាប់នាងថាសាលាបណ្ឌិតសភាពការភ្លើងវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនឲ្យនាងគឺប្រើអាវុធមួយនេះទៅប្រកាសជានឹងអាចជួយការពារសុវត្ថិភាពរបស់នាងបានប៉ុន្តែពេលដែលគាត់គឺនិយាយមិនទាន់នឹងចប់ពេញលេញផ្ដល់ដំណឹងមកដល់គាត់តែម្ដងដែលនោះផងដែរគឺជាកុចផ្ដល់ដំណឹងដែលគាត់គឺបានទុកនៅក្នុងខ្លួនប្រាណរបស់កញ្ញាម្យ៉ាងដើម្បីផ្ដល់ពីស្ថានភាពជំងឺរបស់នាងពេលនោះគាត់បានប្រាប់ថាគ្មានពេលបកស្រាយទេគាត់គឺសុំលាសិនហើយដោយសារតែកញ្ញាម្យ៉ាងគឺមានរបួសធ្ងន់ធ្ងរទោះបីជានាងចង់ខាត់ទៅកាន់ស៊ូប្រធានក៏យឺតពេលដែរស៊ូប្រធានក៏បានចាក់ចែងមកពេលនោះ
នោះផងដែរយើងឃើញថាពុករបស់ស៊ូធានគឺបានចាំកូនប្រុសទាំងអន្ទាសាក៏បាននាំនៅស៊ូធានមកមើលរួចក៏បាននិយាយថាពេលវេលារបស់នាងគឺរស់នៅបាននោះតាមគាត់សង្កេតមើលប្រហែលជាមួយធូបតែប៉ុណ្ណោះហើយពេលនេះផងដែរវាគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនប្រហែលជានាងអាចនឹងស្លាប់ក៏តបានស៊ូធានក៏បានមកមើលភ្លេតរួចក៏បានថានាងគឺពិតជាបានជ្រាបនៅជាតិពលពោស្វាយពេញខ្លួនទៅហើយពេលវេលាសមមិនច្រើនទេក៏បានចេញទៅចម្រាញ់ថ្នាំឪពុកក៏បានប្រាប់ទៅកាន់កូនប្រុសថាមិនទាន់ពេលនោះទេកូនប្រុសពេលវេលាសល់តែមួយធូបតែប៉ុណ្ណោះនាងគឺនឹងស្លាប់ហើយស៊ូធានក៏បាននិយាយថាមិនអីទេខ្ញុំប្រកាសជានឹងអាចធ្វើបានស៊ូធានក៏បានបញ្ចេញនៅចង្ក្រានចម្រាញ់របស់គាត់ធ្វើការដុតភ្លើងចូលតែម្ដងពេលនោះល្បឿនរបស់គាត់គឺពិតជាលឿនអណ្ដាតភ្លើងគឺកប់ចូលតែម្ដងបន្ទាប់មកក៏ដាក់គ្រឿងផ្សំចូលបញ្ចូលនៅអណ្ដាតភ្លើងទាំងអស់រួមបញ្ចូលគ្នាអណ្ដាតភ្លើងរបស់គាត់ក៏បានប្រមូលផ្ដុំធ្វើការដុតទៅកាន់ឆ្នាំងមួយនោះប៉ុន្តែកញ្ញាម្យ៉ាងនៅខាងក្នុងវិញគឺពិតជាវេទនាពេលវេលាមិនដល់មួយធូបនោះទេពេលនោះស៊ូធានក៏បានបញ្ចេញនៅកុចត្បូងគ្រីស្តាល់របស់ស្ដេចបីសាយទឹកក៏ធ្វើការដាក់ស្លតែម្ដងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការចម្រាញ់បញ្ចេញនៅផ្កាឈូកឋានស៊ូដែលគឺជាអណ្ដាតភ្លើងទាំងអស់របស់គាត់ដើម្បីរួមបញ្ចូលធ្វើការដុតឡើងពេលដែលចំហាយតាមពុទ្ធឆ្នាំបំរុងនឹងចេញមកគ្រោះរន្ទះក៏បានត្រៀមនឹងបាញ់ចោះមកដូចគ្នាពេលនោះផងដែរយើងឃើញថាកញ្ញាម្យ៉ាងគឺចង់រីរាំងទៅកាន់ស៊ូបេធានផងដែរថាកុំអោយខំអីវាគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែយើងងាកមកមើលស៊ូបេធានគាត់គឺមិនបញ្ឈប់នោះទេក៏បានប្រើធម្មពលរបស់គាត់ដើម្បីទប់ទល់រងជាមួយនឹងសម្ពាធធម្មពលគ្រោះរន្ទះដែលបាញ់នៅក្របថ្នាំមួយនោះដូចគ្នាទោះបីជាគ្រោះរន្ទះមួយនោះវាគឺពិតជាខ្លាំងក្លាធ្វើឲ្យលោកប្រជាចាដាគួយដែលគាត់គឺជាម្ចាស់នៃគ្រូសាដាហ្នឹងក៏បានសរសើរទៅដល់លោកម្ចាស់តូចរបស់គេថាពិតជាអស្ចារ្យដែលអាចបង្កើននៅល្បឿនក្នុងការចម្រាញ់ថ្នាំក្នុងពេលតែមួយរំពេចមនុស្សដែលមានភាពអច្ឆរិយៈបែបនេះមិនមានច្រើននោះទេនៅលើโลกនោះងាកមកមើលស៊ូធានគាត់គឺនៅតែព្យាយាមចម្រាញ់ជាមួយនឹងធម្មពលផ្ទៃមេឃក៏ត្រូវបានស្ងប់ទៅវិញដោយសារតែក្របថ្នាំត្រូវបានចម្រាញ់រួចដូច្នេះហើយពពកក៏ត្រូវបានរសាយរសាត់ប្រែទៅជាធម្មតាស៊ូធានក៏បានទទួលក្របថ្នាំដូច្នេះហើយការចម្រាញ់មួយនេះអាចរាប់បានថាគឺជោគជ័យជាស្ថាពរផងដែរយើងឃើញថាស៊ូធានក៏បានចូលមកក្នុងផ្ទះវិញផ្ដល់នូវក្របថ្នាំមួយនោះឲ្យទៅកាន់កញ្ញាម្យ៉ាងលេបតែម្ដងបន្ទាប់ពីក្របថ្នាំមួយនោះត្រូវបានលេបហើយយើងឃើញថាធម្មពលផ្សែងអពស្វាយមួយនោះក៏ត្រូវបានកំចាត់ក្នុងពេលតែមួយរំពេចនោះទេក្រោយមកយើងថានាងក៏បានសន្លប់បាត់បង់ស្មារតីធ្វើឲ្យពូនស្រីរបស់ស៊ូបេធានក៏បានសួរកាន់ស៊ូធានថាតើកញ្ញាម្យ៉ាងយ៉ាងម៉េចទៅហើយហ្នឹងណាស៊ូធានក៏បាននិយាយថាមិនអីទេនាងគឺជាសះស្បើយហើយបន្ទាប់ពី3ថ្ងៃក្រោយមកគាត់នឹងផ្ដល់នៅក្របថ្នាំសុនដានកម្រិតឋានស៊ូឲ្យទៅកាន់នាងលេបពេលនោះនាងច្បាស់ជានឹងជាសះស្បើយជាមិនខាននោះទេពេលនោះអ្នកទាំងអស់គ្នាក៏បានចាចេញមកក្រៅសល់តែស៊ូបេធានមួយយប់តលភ្លឺគឺបញ្ចូលតែធម្មពលឲ្យទៅកាន់កញ្ញាម្យ៉ាងលោកពេលព្រឹកព្រលឹមនោះគាត់គឺបានឮសំឡេងមនុស្សមកគាត់គឺបានបញ្ឈប់ភ្លាមរួចក៏បានដើរបំរុងនឹងចូលទៅប៉ុន្តែឮសំឡេងអ្នកនោះដែលបាននិយាយថាគ្រូសាស៊ូគឺពិតជាមិនគោរពមកដល់និកាយស៊ីដានរបស់ពួកគេពិតមែនដោយសារតែមិនបានផ្ដល់នូវជំនួយដូចជានិកាយដទៃទៀតឲ្យពេលនោះសំឡេងរបស់បងស្រីរបស់ស៊ូបេធានគឺបានប្រាប់ទៅកាន់លោកម្ចាស់នៃនិកាយស៊ីដាននេះថាប្រាប់ថាកុំបារម្ភអីចំពោះអំណោយពន្ធនោះគាត់នឹងគឺរៀបចំផ្ដល់ជូនទៅឲ្យកុំបំភ្លេចបំផ្លាញនៅគ្រូសានៃនិកាយឬក៏គ្រូសាស៊ូរបស់នាងអីព្រោះគេក៏បានដើរចាក់ចេញទៅរួចក៏បាននិយាយថាណើទៅចោលទុកពេលឲ្យមួយថ្ងៃបើមិនប្រគល់ឲ្យទេនោះយើងនឹងកំទេចគ្រូសាស៊ូចោលតែម្ដងពេលនោះស៊ូបេធានក៏បាននិយាយថាចង់មុខចង់ទៅតាមតែចិត្តមែនទេបានប្រាប់ទៅឲ្យអាពីរអ្នកនោះគឺឈប់សិនទៅមិនអាចទៅទាំងបែបនេះបានឡើយបន្ទាប់មកយើងឃើញថាមិនដឹងជាមានបញ្ហាអ្វីនោះទេសាច់រឿងក៏ត្រូវបានកាត់ស្លេតតែត្រឹមនឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតជាចុងក្រោយកុំភ្លេចចុច like ចុច Subscribe ឲ្យ Channel តូច Admin ម្នាក់មួយ Admin ក៏ចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ Channel ជាបន្តហើយក៏សូមខន្តីនឹងអភ័យទោសដោយសារតែនេះគឺជាជីវភាព Channel ធំនោះឲ្យរយៈពេលជាង4ខែហើយបាទគឺលុយគឺអត់ធ្លាក់ចេញមកទេវាគឺមានជាប់បញ្ហាបែនទៅញ៉ៃពេក Admin ក៏ចាប់ផ្ដើមធ្វើការ Channel ថ្មីតែម្ដង